ថាលក់កាហ្វេទៅលក់កាហ្វេតែការធ្វើនំនេះក៏ត្រូវការទឹកដោះគោស្រស់ច្រើនដែរនៅពេលដែលយើងយកទឹកដោះគោស្រស់សុទ្ធ 100% យកមកធ្វើអញ្ចឹងសាច់នំគឺអែមហ្មងឡើងតុនជាពិសេសគ្រាន់តែឃើញដបហ្នឹងក៏ដឹងថាទឹកដោះគោម៉ាក់អីដែរតោះចូលប្រធានបទនំយើងវិញសម្រាប់នំក្រែបខាងខ្ញុំធានាជូនហ្មងគឺថាធ្វើថ្មីរហូតហ្មងនិយាយពីនំធ្វើលក់អត់បានថាមួយថ្ងៃជួនកាលលក់អត់គ្រាន់ទៀតតែគ្រាន់តែអ្នកលក់ហ្នឹងគឺថាចាក់បានតែប៉ុណ្្នឹងទេធ្វើមានកំណត់អត់អាចធ្វើច្រើនលើនឹងបានទៀតទេនិយាយពីសាច់នំវិញស្ដើងទន់ល្មើយហើយបើនិយាយពី Snow Train វិញពេញបឹបចឹងហ្មងហើយសម្រាប់ខ្ញុំលក់នៅខេត្តបងអូននៅខេត្តដែលធ្លាប់ញ៉ាំនំដឹងហើយបងដែលចង់ញ៉ាំសាករសជាតិអាចសាកបាន